សុវត្ថិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋគ្រប់រូបគឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាគិតមកដល់ពេលនេះរយៈពេល112ថ្ងៃហើយដែលកងទ័ពសៀមបានចាប់និងឃុំខ្លួនទាហានកម្ពុជាដោយខុសច្បាប់ធ្វើជាចំណាប់ខ្មាំងក្រោយបទឈប់បាញ់ចូលជាធរមានកាលពីពាក់កណ្ដាលអាធ្រាត្រថ្ងៃទី28ខែកក្កដាឆ្នាំ2025ជាបន្តបន្ទាប់សៀមប្រឹងបៀមឈាមព្រោះដាក់កម្ពុជាទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពក្តីដើម្បីខ្លួនមានលេសចោទកម្ពុជាថាបានរំលោភបទឈប់បាញ់និងមានលេសបន្តឃុំខ្លួនទាហានកម្ពុជាដោយខុសច្បាប់អន្តរជាតិចាប់តាំងពីថ្ងៃសៀមចាប់និងឃុំខ្លួនទាហានកម្ពុជាទាំង18រូបរាជរដ្ឋាភិបាលកម្ពុជាមិនដែលទុកពួកគាត់ចោលម្ដងណានោះឡើយកម្ពុជាបានរកគ្រប់វិធីតាមផ្លូវទូតនិងយន្តការច្បាប់អន្តរជាតិដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលសៀមឲ្យដោះលែងពួកគាត់ជាពិសេសទទួលបានការអន្តរាគមន៍ពីកាកបាទក្រហមអន្តរជាតិដែលបានចូលទៅសួរសុខទុក្ខពិនិត្យសុខភាពនិងសុវត្ថិភាពរបស់ពួកគាត់ជាប្រចាំនិងពំនាំសម្បត្តិនិងដំណឹងជូនដល់គ្រួសារផ្ទាល់ផងដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតក៏បានជួបសំណេះសំណាលផ្ដល់ដំណឹងនិងផ្ដល់ការលើកទឹកចិត្តជាញឹកញាប់ជូនដល់ក្រុមគ្រួសារវីរៈកងទ័ពដែលកំពុងត្រូវបានឃុំខ្លួនធ្វើជាចំណាប់ខ្មាំងដោយយោធាសៀមមិនតែប៉ុណ្ណោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានដាក់លិខិតប្តឹងទៅអង្គការនិងស្ថាប័នអន្តរជាតិនានាជាបន្តបន្ទាប់រួមទាំងអង្គការសហប្រជាជាតិផងជំរុញឲ្យថៃអនុវត្តទៅតាមកិច្ចព្រមព្រៀងសន្តិភាពដែលបានឯកភាពនិងចុះហត្ថលេខាក្រោមការខិតខំរបស់សហរដ្ឋអាមេរិកនិងម៉ាឡេស៊ីដោយធ្វើការដោះលែងទាហានកម្ពុជាទាំង18រូបផងដែរកន្លងទៅទាំងទ័ពនិងទាំងរដ្ឋាភិបាលសៀមតែងតែភ្ជាប់និងយកទាហានកម្ពុជាទាំង18រូបទៅភ្ជាប់នឹងលក្ខខណ្ឌផ្សេងៗជាបន្តបន្ទាប់ដើម្បីជាថ្នូរនឹងការដោះលែងដែលនេះបង្ហាញពិភពលោកឲ្យឃើញកាន់តែច្បាស់ថាយោធាកម្ពុជាទាំង18រូបមិនមែនជាឆ្លើយសឹកតែជាចំណាប់ខ្មាំងរបស់យោធានិងរដ្ឋាភិបាលថៃដែលផ្ទុយពីកិច្ចព្រមព្រៀងបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមនិងកិច្ចព្រមព្រៀងសន្តិភាពដែលសៀមខ្លួនឯងបានចុះហត្ថលេខាឯកភាពសកម្មភាពរបស់សៀមនាពេលនេះប្រៀបបានទៅនឹងល្បែងកូនក្មេងទួញយំននាដីដើម្បីបានស្ករគ្រាប់តែប៉ុណ្ណោះថៃបានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដូចជាការបាញ់មកលើជនស៊ីវិលបណ្ដាលឲ្យស្លាប់និងរងរបួសចាប់ខ្លួននិងឃុំខ្លួនទាហានកម្ពុជាដោយខុសច្បាប់អន្តរជាតិបែរជាគ្មានអង្គការសិទ្ធិមនុស្សណាមួយនៅប្រទេសថៃនិងអន្តរជាតិចេញមុខថ្កោលទោសថៃនោះឡើយសូម្បីតែលោកវិទិតមុនតាបូនដែលជាអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិដែលជាជនជាតិថៃនេះក៏ធ្វើថ្លង់មិនរវីរវល់នឹងទង្វើអមនុស្សធម៌និងរំលោភច្បាប់អន្តរជាតិពីសំណាក់យោធាសៀមក៏ដោយជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការនាំយកករណីនេះដល់ឆាកអន្តរជាតិទោះបីជាទាហានកម្ពុជាទាំង18រូបមិនទាន់ត្រូវបានដោះលែងក៏ដោយក៏រហូតមកដល់ពេលនេះគឺពួកគាត់មានសុវត្ថិភាពនិងសុខភាពល្អហើយសៀមមិនហ៊ានធ្វើទុកបុកម្នេញពួកគាត់នោះឡើយពីព្រោះថាសហគមន៍អន្តរជាតិនិងមហាអំណាចពិភពលោកបាននឹងកំពុងបន្តធ្វើជាភ្នែកនិងច្រមុះរបស់យើងសម្លឹងមើលដោយយកចិត្តទុកដាក់ចំពោះសុវត្ថិភាពកងទ័ពកម្ពុជាទាំង18រូបដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀមសាររបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាស្ដីពីទាហានទាំង18រូបកាលពីថ្ងៃ17វិច្ឆិកាកន្លងទៅដែលសម្ដេចបានចាត់ទុកវីរៈកងទ័ពទាំង18នាក់បានពលិកម្មជីវិតរួចស្រេចទៅហើយនោះគឺជាការប្រកាសប្រាប់ភាគីសៀមដែលស្រេកឃ្លានទឹកដីនិងសម្បត្តិវប្បធម៌កម្ពុជាឲ្យឈប់ប្រើចំណាប់ខ្មាំងទាំង18រូបមកគំរាមកម្ពុជាទៀតទៅពីព្រោះពួកគាត់ទាំង18រូបជាវីរៈកងទ័ពកម្ពុជាដែលហ៊ានពលីជីវិតដើម្បីជាតិនិងប្រកាសប្រាប់សហគមន៍អន្តរជាតិនិងអង្គការអន្តរជាតិពីចេតនាដ៏អាក្រក់របស់ចៅសៀមនិងសូមចាត់វិធានការធ្ងន់បន្ថែមទៀតទៅលើយោធាសៀមដើម្បីដោះលែងវីរៈកងទ័ពកម្ពុជាដោយគ្មានលក្ខខណ្ឌជារួមមករាជរដ្ឋាភិបាលកម្ពុជាតែងតែខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់គ្រប់ពេលវេលា
តាមគ្រប់យន្តការនិងគ្រប់រូបភាពដោយមិនទុកកងទ័ពនិងពលរដ្ឋកម្ពុជាណាម្នាក់ចោលនោះឡើយដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបន្តភាពជឿជាក់លើរាជរដ្ឋាភិបាលដែលដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈលលើច្បាប់អន្តរជាតិក្នុងការថែរក្សាខឿនការពារជាតិការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋគ្រប់រូប